ព្រៃបូជាសពគឺជារឿងព្រេងនិទានបែបភ័យរន្ធត់និងអប់រំខ្មែរដែលឆ្លុះបញ្ចាំងពីជំនឿលើតំបន់ហាមឃាត់និងផលវិបាកនៃការរំលោភលើច្បាប់ធម្មជាតិឬទំនៀមទម្លាប់បុរាណខាងក្រោមនេះគឺជាសាច់រឿងលម្អិតកាលពីយូរលង់ណាស់មកហើយមានភូមិមួយស្ថិតនៅដាច់ស្រយាលក្បែរជើងភ្នំនៅខាងកើតភូមិនោះមានព្រៃដ៏ក្រាស់មួយដែលអ្នកភូមិហៅថាព្រៃបូជាសពតាមចាស់ទុំដំណាលថាព្រៃនេះមិនមែនជាកន្លែងសម្រាប់បូជាសពមនុស្សធម្មតានោះទេប៉ុន្តែជាទីកន្លែងដែលគេប្រើសម្រាប់បូជាសពអ្នកដែលមានអាថ៌កំបាំងឬអ្នកដែលស្លាប់ដោយអំពើមនុស្សធម៌ដើម្បីបង្ខាំងវិញ្ញាណមិនឲ្យមកយាយីអ្នកស្រុកនៅក្នុងព្រៃនោះមានដើមជ្រៃធំគ្រប់ដណ្ដប់ទៅដោយវលេរញ៉ៃញ៉ៃហើយខ្យល់ដែលបក់កាត់ទីនោះតែងតែនាំមកនៅក្លិនធូបនិងសម្រែកធ្ងន់តិចដែលធ្វើឲ្យអ្នកភូមិមិនហ៊ានសូម្បីតែដើរក្បែរនៅពេលប្រឡប់សាច់រឿងបានចាប់ផ្ដើមឡើងនៅពេលដែលមានយុវជនម្នាក់ឈ្មោះសៅជាមនុស្សមិនសូវជឿលើរឿងខ្មោចព្រាយបិសាចហើយតែងតែសើចចំអកឲ្យអ្នកភូមិដែលខ្លាចព្រៃបូជាសពនោះថ្ងៃមួយដោយចង់បង្ហាញពីភាពក្លាហានរបស់ខ្លួនសៅបានភ្នាល់ជាមួយមិត្តភក្តិថាគេនឹងចូលទៅក្នុងព្រៃនោះនៅយប់ថ្ងៃសេលដើម្បីយកដុំថ្មបូជាដែលស្ថិតនៅចំកណ្ដាលព្រៃមកបង្ហាញគ្រប់គ្នានៅពេលរាត្រីមកដល់សៅបានកាន់ចង្គៀងប្រេងកាត់មួយដើរចូលទៅក្នុងព្រៃយ៉ាងមានទំនុកចិត្តប៉ុន្តែកាលណាគេដើរកាន់តែជ្រៅទៅបរិយាកាសក៏កាន់តែប្រែប្រួលសំឡេងចម្លែកសំឡេងសត្វស្លាប់យំដូចមនុស្សសើចចំអប់អាប់ត្រជាអាប់ពណ៌សក្រាស់បានបិទបាំងផ្លូវធ្វើឲ្យគេវង្វេងទេក្លិនស្អុយរលួយក្លិនដ៏អាក្រក់មួយបានភាយចេញពីដីហាក់ដូចជាមានសាកសប្រព័ន្ធនៅក្រោមជើងគេរំពេចនោះចង្គៀងរបស់សៅក៏លុតព្រឹបភាពងឹតសូនឲ្យឈឹងបានគ្រប់ដណ្ដប់សៅចាប់ផ្ដើមមើលសំឡេងខ្សឹបខ្សៀវនៅក្បែរត្រចៀកថាមកទីនេះធ្វើអីចង់មកដេកជាមួយពួកយើងមែនទេសៅបានព្យាយាមរត់ត្រឡប់ក្រោយប៉ុន្តែទោះជាគេរត់យ៉ាងណាក៏នៅតែត្រឡប់មកដល់កន្លែងដើមវិញដដែលនៅចំពោះមុខគេស្រាប់តែលេចចេញនៅរូបរាងខ្មោចជាច្រើនដែលមានខ្លួនប្រាណរលេះរលួយភ្នែកក្រហមឆេះខ្លះគ្មានក្បាលខ្លះគ្មានដៃជើងឡោមព័ទ្ធរូបគេពួកវាបានប្រាប់សៅថាអ្នកដែលចូលមកទីនេះដោយការប្រមាថមិនដែលបានត្រឡប់ទៅវិញដោយសុខសាន្តបានឡើយបើឯងចង់ចេញទៅវិញឯងត្រូវសន្យាថានឹងឈប់មើលងាយវិញ្ញាណអ្នកខណ្ឌអ្នកស្លាប់ហើយត្រូវធ្វើបុណ្យឧទ្ទិសកុសលពួកយើងក្នុងរយៈពេល7ថ្ងៃជាប់គ្នាសៅភ័យញ័ររន្ធត់ពេកក៏សន្លប់បាត់ស្មារតីនៅទីនោះទៅលុះព្រឹកឡើងអ្នកភូមិបាននាំគ្នាទៅរកសៅហើយបានឃើញគេដេកសន្លប់នៅមាត់ព្រៃក្នុងស្ថានភាពស្លេកស្លាំងជាខ្លាំងចាប់តាំងពីថ្ងៃនោះមកសៅបានប្រែជាមនុស្សថ្មីគេលែងអួតក្អេងក្អាងហើយតែងតែទៅវត្តធ្វើបុណ្យឧទ្ទិសកុសលដល់វិញ្ញាណដែលនៅក្នុងព្រៃនោះជារៀងរាល់ថ្ងៃសេលសេចក្តីសន្និដ្ឋាននៃរឿងនេះចង់អប់រំយើងថាការគោរពទោះបីយើងមិនជឿលើរឿងអាថ៌កំបាំងក៏យើងមិនត្រូវមើលងាយឬប្រមាថទីកន្លែងសក្ការៈឬកន្លែងដទៃឡើយភាពអួតក្អេងក្អាងនិងការចង់ឈ្នះដោយគ្មានហេតុផលអាចនាំមកនូវគ្រោះថ្នាក់ដល់ខ្លួនឯងខ្មែរយើងជឿថាធ្វើស្រែទាន់ក្តៅដីស្រឡាញ់ស្រីទាន់ក្តៅចិត្តក្នុងន័យនេះគឺការដឹងគុណនិងគោរពវិញ្ញាណក្ខន្ធបុព្វបុរសឬអ្នកដែលចែកឋានទៅទោះបីជាសៅបានរួចជីវិតមកវិញហើយព្យាយាមធ្វើបុណ្យឧទ្ទិសកុសលក៏ដោយប៉ុន្តែក្នុងចិត្តរបស់គេនៅតែដក់ជាប់នៅចម្ងល់មួយរៀងរាល់យប់សៅតែងតែយល់សប្តិឃើញស្ត្រីម្នាក់ស្លៀកពាក់បុរាណឈរយំនៅក្រោមដើមជ្រៃធំក្នុងព្រៃនោះនាងមិនដែលនិយាយអ្វីឡើយគ្រាន់តែចង្អុលទៅកាន់គល់ឈើរួចក៏រលាយបាត់ទៅដោយទ្រាំនឹងសម្រែកក្នុងចិត្តមិនបានសៅក៏សម្រេចចិត្តទៅសាកសួរលោកតាអិនដែលជាចាស់ទុំចំណាស់ជាងគេក្នុងភូមិលោកតាអិនបានដកដង្ហើមធំរួចរៀបរាប់ប្រាប់សៅថាកាលពី50ឆ្នាំមុនព្រៃនោះមិនមែនជាកន្លែងបូជាសពខ្មោចចង្រៃអីទេវាគឺជាទីតាំងនៃវត្តអារាមដ៏ស្ងប់ស្ងាត់មួយប៉ុន្តែមានសម័យសង្គ្រាមមួយកងទ័ពសត្រូវកាច់សាហាវបានចូលមកសម្លាប់អ្នកភូមិនិងដុតបំផ្លាញវត្តនោះចោលទាំងស្រុងសាកសពអ្នកស្រុកនិងព្រះសង្ឃត្រូវបានគេបោះចោលគោលើគ្នារួចដុតកំទេចចោលក្នុងព្រៃនោះទាំងរស់ក៏មានស្លាប់ក៏មានទើបធ្វើឲ្យទីនោះក្លាយជាកន្លែងសន្សំដោយគំនុំនិងការឈឺចាប់ស្ត្រីដែលសៅឃើញក្នុងយោស័ព្ទគឺជាកូនស្រីមេភូមិសម័យនោះដែលបានព្យាយាមការពារព្រះវិហាររហូតត្រូវសត្រូវសម្លាប់យ៉ាងឃោរឃៅដើម្បីបញ្ចប់ភាពភ័យរន្ធត់សៅដឹងថាការគ្រាន់តែធ្វើបុណ្យធម្មតាមិនទាន់គ្រប់គ្រាន់ទេគេត្រូវតែទៅរកវត្ថុតំណាងនៃវិញ្ញាណដែលជាប់ចំណងក្នុងព្រៃនោះដោយមានការណែនាំពីតាលោកអិនសៅបានត្រឡប់ចូលទៅក្នុងព្រៃបូជាស្ពំដងទៀតនៅថ្ងៃពេញបូរណមីលើកនេះគេមិនបានចូលទៅដោយភាពអួតអាងទេប៉ុន្តែចូលទៅដោយសេចក្តីអាណិតអាសូរសៅបានជីកនៅក្រោមគល់ដើមជ្រៃធំតាមការចង្អុលបង្ហាញក្នុងយោស័ព្ទ
ទីបំផុតគេបានរកឃើញព្រះពុទ្ធរូបមាសតូចមួយអង្គដែលបានបាក់ព្រះហស្តសំខាងនិងដុំឆ្អឹងដែលប្រឡាក់ដោយធ្យូងខ្មៅសៅបាននាំយកព្រះពុទ្ធរូបនិងអធិធាតុទាំងនោះមកកសាងជាចេតិយតូចមួយនៅជ្រុងម្ខាងនៃវត្តថ្មីក្នុងភូមិរួចនិមន្តព្រះសង្ឃមកសូត្រមន្តដោះលែងវិញ្ញាណអ្នកខណ្ឌដែលជាប់ជំពាក់រាប់សិតវត្តនៅយប់នោះខ្យល់បក់ត្រជាក់ស្រួលខុសពីសប្តាហ៍សៅបានយល់សប្តិឃើញស្ត្រីសម្លៀកបំពាក់ស្នុះម្ដងទៀតប៉ុន្តែលើកនេះនាងមានទឹកមុខញញឹមស្រស់បោះនាងបានសំពះអរគុណសៅរួចរលីបាត់ទៅក្នុងពន្លឺពណ៌ដ៏ស្ងប់ស្ងាត់ចាប់តាំងពីពេលនោះមកព្រៃបូជាសពលែងមានក្លិនស្អុយរលួយលែងមានសម្រែកធ្ងោដើមឈើដែលធ្លាប់តែមើលទៅគួរឲ្យខ្លាចក៏ចាប់ផ្ដើមដុះផ្កានិងមានសត្វស្លាបយំយ៉ាងពីរោះអ្នកភូមិលែងភ័យខ្លាចការដើរកាត់ទីនោះទៀតហើយគេថែមទាំងនាំគ្នាទៅបោះសម្អាតនិងដាំដើមឈើបន្ថែមធ្វើឲ្យវាក្លាយជាព្រៃមរតកសម្រាប់កូនចៅជំនាន់ក្រោយសៅបានក្លាយជាបុគ្គលដែលគ្រប់គ្នាគោរពគេបានបង្រៀនក្មេងក្នុងភូមិថាភាពក្លាហានពិតប្រាកដមិនមែនជាការមិនខ្លាចខ្មោចនោះទេប៉ុន្តែគឺជាការមានចិត្តមេត្តានិងការចេះជួយរំដោះទុក្ខអ្នកដទៃទោះបីជាអ្នកនោះជាមនុស្សឬជាវិញ្ញាណក៏ដោយ